លោកម៉ូយុនទីនាយកប្រតិបត្តិក្រុមហ៊ុនម៉ូមានឥទ្ធិពលទាំងក្នុងនិងក្រៅច្បាប់បើខ្ញុំអាចចរចាជាមួយគាត់បានខ្ញុំនឹងអាចរកឃើញការពិតពីមូលហេតុដែលធ្វើឲ្យខ្ញុំស្លាប់កញ្ញាដ៏វេនអ្នកហើយសូមអញ្ជើញមកតាមនេះលោកម៉ូមមាញឹកនឹងការងារណាស់គាត់ទទួលតែការដោះដូរស្មើគ្នាលោកម៉ូមិនខ្វះលុយទេអ្នកយល់ពីអ្វីដែលខ្ញុំចង់និយាយមែនទេសុំទោសតើលោកម៉ូកំពុងត្រូវការអ្វីទៅខ្ញុំមិនដឹងទេលោកម៉ូមិនចូលចិត្តអ្នកដែលមិនស្មោះត្រង់ឬលាក់បាំងរឿងផ្ទាល់ខ្លួនឡើយបើអ្នកហ៊ានបើកចំហលោកម៉ូនឹងមិនបដិសេធឡើយបើកចំហតើត្រូវធ្វើការដោះដូរបែបណាទៅរបស់នោះខ្ញុំបានរៀបចំរួចរាល់ហើយមែនតើអ្នកស្គាល់កន្លែងនេះទេក្មេងនេះស្ដាប់បង្គាប់ខ្ញុំណាស់លាហើយប៉ាលាហើយប៉ាឲ្យតែអាចសងសឹកបានទោះឲ្យខ្ញុំធ្វើអ្វីក៏ខ្ញុំព្រមដែរលោកម៉ូនិយាយមកតើអ្នកចង់ដោះដូរអ្វីហើយតើអ្នកអាចផ្ដល់អ្វីឲ្យខ្ញុំបានខ្លះវាជារឿងកាលពីឆ្នាំមុនខ្ញុំចង់ដឹងពីព័ត៌មានរបស់មនុស្សទាំងអស់ក្នុងរូបថតនេះព័ត៌មានទាំងអស់នោះរឿងនេះមិនបានទេចេញទៅវិញទៅទោះបីជាលក្ខខណ្ឌរបស់នាងគឺខ្ញុំសុខចិត្តព្រមគ្រប់យ៉ាងក៏ដោយព្រមគ្រប់យ៉ាងក៏ដោយបើចង់ឲ្យខ្ញុំព្រមក៏ត្រូវតែមានលទ្ធភាពសងត្រឡប់មកវិញដែរចេញទៅឥឡូវនេះទៅកុំឲ្យខ្ញុំហើយសន្តិសុខមកអូសចេញឲ្យអាម៉ាស់បើអីចឹងខ្ញុំក៏មិនខ្លាចដែររូបថតនេះនឹងត្រូវបង្ហោះពេញគ្រប់បណ្ដាញផ្សព្វផ្សាយទាំងអស់ក្នុងរយៈពេល10នាទីទៀតមិនមែនជារឿងលេងសើចទេក្នុងពេលដែលលោកម៉ូចង់លាក់បាំងរឿងឯកជនរបស់ខ្ញុំគួរតែចរចាគ្នាដោយសម្ងាត់ចំណងជើងការសេថ្ងៃស្អែកនឹងដាក់ថានារីអាតកំបាំងនិងទំនាក់ទំនងដ៏ស៊ីជម្រៅរបស់លោកម៉ូនឹងក្លាយជាប្រធានបទដ៏ក្តៅគគុកអ្នកនឹងល្បីមិនខានហេតុអ្វីបានជាអ្នកយំការដែលត្រូវថាខ្ញុំមួយសិទ្ធនេះវាពិបាកខ្លាំងដល់ថ្នាក់នោះមែនទេ